ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចេញវីដេអូ review សភៅបន្តទៀតអញ្ចឹងសភៅដែលមាននៅក្នុង page យើងលក់ជាផ្លូវការមាន6ចំណងជើងសភៅដែលតាក់ទងនឹងការងារគណនេយ្យតាក់ទងនឹងមេរៀនគណនេយ្យតាក់ទងនឹង system QuickBook តាក់ទងទៅនឹងការត្រៀមប្រឡងចូលក្របខ័ណ្ឌពន្ធ accounting specialist ហើយពន្ធដារអីផ្សេងប៉ុន្តែដោយឡែកយើងធ្លាប់មាន review មកវីដេអូតាក់ទងនឹងសភៅពន្ធហើយនឹងសភៅគណនេយ្យទូទៅអញ្ចឹងដោយឡែកថ្ងៃនេះខ្ញុំមក review តាក់ទងនឹងសភៅពីរចំណងជើងនេះបន្តទៀតដោយសារយើងមាន6ប៉ុន្តែវាអស់ stock 2អញ្ចឹងខ្ញុំ review ពីរនេះទៀតដោយសារពីរមុនយើង review ហើយអញ្ចឹងយើងដឹងហើយណាអញ្ចឹងអ្វីដែលចង់បន្ថែមគឺទៅលើសភៅនេះគឺល្អខ្លាំងសម្រាប់បងប្អូនដែលចង់ស្វែងរកការងារធ្វើហើយបងអូនអត់មានបទពិសោធន៍អញ្ចឹងបងអូនអត់ដឹងថាតើពេលដែលយើងចេញទៅសម្ភាសគេសួរយើងអីគេខ្លះអញ្ចឹងនៅក្នុងសភៅនេះគឺមានសំណួរមានចម្លើយមានលំហាត់តាក់ទងនឹងការសម្ភាសផ្នែកគណនេយ្យអញ្ចឹងបញ្ជាក់ផ្នែកគណនេយ្យអញ្ចឹងការសម្ភាសផ្នែកគណនេយ្យវាបែងចែកទៅតាមប្រភេទដែលយើងទៅដាក់ពាក្យចូលធ្វើការអញ្ចឹងឧទាហរណ៍ថាយើងដាក់អ្នកកាន់ចំណាយដាក់អ្នកកាន់ចំណូលដាក់អ្នកកាន់ស្តុកអ្នកប្រកាសពន្ធឬក៏អ្នកធ្វើ fixed asset អីផ្សេងអញ្ចឹងវាមានទៅតាមប្រភេទការងារហ្នឹងអញ្ចឹងយើងអាចមើលតាមហ្នឹងហើយយើងឆ្លើយតាមហ្នឹងបានអញ្ចឹងដោយសារជាទូទៅបងប្អូនសួរថាបងប្អូនមានការបារម្ភថងថាអត់មានបទពិសោធន៍តើទៅធ្វើការគេយកអត់អញ្ចឹងចម្លើយរបស់បងគឺបើយើងអត់បទពិសោធន៍យើងមានចំណេះដឹងហើយយើងបានត្រៀមខ្លួនក្នុងការសម្ភាសយើងការឆ្លើយរបស់យើងគឺបានត្រឹមត្រូវបានល្អចំចំណុចដែលគេត្រូវការគេយកយើងហើយអញ្ចឹងណាតែបើសិនជាយើងអត់បទពិសោធន៍ហើយយើងអត់បានត្រៀមខ្លួនអីសោះពេលគេសួរយើងឆ្លើយអត់បានយើងគិតថាតតាធ្វើការជាក់ស្ដែងយើងនឹងរៀនអញ្ចឹងអានឹងវាពិបាកនឹងការគេទទួលយកអញ្ចឹងសភៅនេះគឺមានបង្ហាញពីលំអិតទៅលើតើគួរឆ្លើយបែបណាចម្លើយបែបណាដែលគេទទួលយកបានតើចរិតលក្ខណៈរបៀបម៉េចនៃការឆ្លើយសំណួរពេលសម្ភាសហ្នឹងអញ្ចឹងនៅក្នុងនេះវាមានដោយសារយើងម្នាក់ផ្សេងគ្នាទាំងអស់អញ្ចឹងបើយើងមានបទពិសោធន៍វាអត់អីទេយើងឆ្លើយតាមបទពិសោធន៍ប៉ុន្តែបើយើងអត់មានបទពិសោធន៍យើងឆ្លើយទៅតាមអ្វីដែលយើងចេះបានមកពីការសិក្សាស្រាវជ្រាវបន្ថែមការរៀនបន្ថែមហើយយើងយកចិត្តទុកដាក់បន្ថែមទៅលើការងារហ្នឹងអញ្ចឹងបងអូនអាចមើលសភៅនេះបានអញ្ចឹងធានាថាពេលដែលបងអូនមើលហើយបងអូននឹងដឹងមាន idea នៅក្នុងនោះថាពេលដែលយើងទៅសម្ភាសយើងត្រូវឆ្លើយបែបណាចានេះសំខាន់មែនតើអញ្ចឹងយើងអត់បទពិសោធន៍យើងត្រូវចេះជួយខ្លួនឯងស្វែងរកបន្ថែមអញ្ចឹងណាហើយដល់ពេលសភៅនេះគឺសម្រាប់អ្នកដែលគាត់ធ្វើការហើយតែគាត់ចង់ផ្លាស់ប្ដូរបទពិសោធន៍ឧទាហរណ៍ថាគាត់កាន់ចំណាយអញ្ចឹងគាត់ចង់ទៅធ្វើអ្នកកាន់ចំណូលម្ដងអញ្ចឹងគាត់ត្រូវរៀនឲ្យហើយតើអ្នកកាន់ចំណូលត្រូវធ្វើអីខ្លះដោយសារគាត់កាន់ចំណាយគាត់ចេះថាចំណាយទេអញ្ចឹងក្នុងសភៅនេះគឺជារួមមកគឺនិយាយអំពីការងារគ្រប់ផ្នែកនៃគណនេយ្យករអញ្ចឹងមានតែចំណាយមានទាំងចំណូលមានទាំង stock មានទាំងប្រធានគណនេយ្យ accounting supervisor មានតាំងពីប្រកាសពន្ធអញ្ចឹងមាននៅក្នុងសភៅហ្នឹងអញ្ចឹងបើយើងដឹងពីអ្វីដែលយើងត្រូវធ្វើហើយយើងអាចដឹងពីសមត្ថភាពរបស់យើងថាតើយើងអាចធ្វើបានអត់អញ្ចឹងយើងមើលសភៅមួយនេះដើម្បីយើងត្រៀមថាតើនឹងធ្វើអីតើឥឡូវយើងចេះដល់កម្រិតណាហើយអញ្ចឹងយើងអាចមើលមួយនេះអញ្ចឹងអានេះគឺសុទ្ធតែជាជំនួយបន្ថែមដែលមិនមែនចេញពីសាលាមានន័យថានេះគឺយកពីបទពិសោធន៍ជាក់ស្ដែងមកដាក់បញ្ចូលអញ្ចឹងបទពិសោធន៍ជាក់ស្ដែងរបស់បងដោយសារបងធ្លាប់កាន់ទាំងចំណាយកាន់ទាំងចំណូលកាន់ទាំង stock ហើយបងក៏ជាប្រធានគណនេយ្យអញ្ចឹងបងដឹងថាការងារមួយគឺគាត់ត្រូវធ្វើម៉េចអញ្ចឹងបានបងសរសេររៀបរាប់ចូលក្នុងសភៅនេះមកបានអញ្ចឹងណាហើយសភៅនេះគឺបងធ្លាប់សម្ភាសគេផ្ទាល់រយៈពេលចូល10ឆ្នាំហើយនៃការសម្ភាសបុគ្គលិកអញ្ចឹងបងសម្ភាសតាំងពីជំនួយការគណនេយ្យតាំងពីsenior តាំងពីគណនេយ្យតាមផ្នែកមួយទូច cashier ហើយនឹងប្រធានគណនេយ្យក៏ធ្លាប់សម្ភាសដែរអញ្ចឹងមិនបងចងក្រងបានសភៅនេះអញ្ចឹងអានេះវាជាអ្វីដែលយើងមានជាក់ស្ដែងពីបទពិសោធន៍វាកើតចេញមកពីបទពិសោធន៍របស់យើងអញ្ចឹងណាអញ្ចឹងអាចមើលពីនេះបានអញ្ចឹងយកទៅមើលវាសិនទៅធម្មតាពេលដែលយើងបានត្រៀមខ្លួនវាប្រសើរជាងអីដែលយើងអត់ដឹងអីទាំងអស់អញ្ចឹងយើងត្រូវត្រៀមមកហើយអញ្ចឹងសភៅពីក្បាលនេះហើយបើសិនជាចង់ដឹងថាបងចង់ចេះពន្ធវិញអញ្ចឹងអូនឯងមើលសភៅពន្ធវិញអញ្ចឹងដូចបងនិយាយអញ្ចឹងសភៅមាន6ចំណងជើងអូនឯងពេញចិត្តមួយណាគិតថាវាជាតម្រូវការរបស់យើងទិញមួយនឹងទៅ
គ្រាន់តែសភៅនេះបាន review ហើយអញ្ចឹងបងអត់ detail ទៅលើវាទៀតទេប៉ុន្តែល្អសម្រាប់អ្នកដែលគាត់ចង់សិក្សាបន្ថែមពីគុណហើយមានអ្នកខ្លះសួរថាបងចេះគណនេយ្យត្រូវតែចេះគុណមែនអត់មិនចាំបាច់ថាត្រូវតែចេះទាំងអស់ទេប៉ុន្តែឯងត្រូវដឹងថាពេលដែលឯងចេះច្រើនកាលណាវាវត្តដែលឯងទទួលបានក៏ច្រើនតាមនឹងដែរអញ្ចឹងយើងក៏មានតម្រូវយើងក៏មានឱកាសក្នុងការ upgrade ទៅលើការងាររបស់យើងដូចគ្នាអញ្ចឹងចេះច្រើនទៅអត់អត់ខាតទេចេះច្រើនកាន់តែចំណេញអញ្ចឹងអ្វីដែលបងចង់ប្រាប់គឺបែបហ្នឹងអញ្ចឹងវិនិយោគទៅលើចំណេះដឹងវិនិយោគទៅលើសភៅគឺចំណេញមែនតើហើយណាក៏អូនបានយល់ពីវាអូនអាចចេះពីវាដែរហើយមួយទៀតបើសិនជាអូនរៀនចប់ហើយអូនភ្លេចមេរៀនហើយអូនចង់រំលឹកឬក៏អូនជាអាជីវករអ្នកដែលរកស៊ីខ្លួនឯងប៉ុន្តែมันមានជួលគណនេយ្យករតម្លៃថ្លៃទៅធ្វើការអូនចង់ដឹងពីការងារគណនេយ្យអូនមើលមួយនេះអូនមើលមេរៀននៅក្នុងនេះបានអញ្ចឹងវាអាចជួយយើងបានអញ្ចឹងមិនថាទាំងអាជីវករមិនថាទាំងអ្នកធ្វើការមិនថាទាំងអ្នកដែលគាត់រៀនចប់ហើយឬក៏កំពុងរៀនគាត់អាចមើលមួយនេះបានទាំងអស់ដោយសារវាជាទ្រឹស្ដីនៃការងារគណនេយ្យនៃមេរៀនគណនេយ្យហើយមានលំហាត់អនុវត្តនៅក្នុងហ្នឹងមានរបៀបនៃការគណនាថ្លៃដើមហើយសូមបញ្ជាក់សភៅមួយក្បាលនេះមានរហូតដល់32មេរៀនអញ្ចឹងចំណេញមែនតើមិនចាំបាច់ទៅទិញភាគ1ទៅទិញភាគ2អីទេបើរៀនគណនេយ្យចេះតែប៉ុណ្ណឹងអាចធ្វើការបានហើយហើយបើយើងចង់ចេះច្រើនជាងនឹងទៀតយើងទិញចំនួនបន្ថែមទៀតអញ្ចឹងណាអញ្ចឹងអ្វីដែលបង review ហ្នឹងមានប៉ុណ្ណឹងអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះអញ្ចឹងជួបគ្នាវីដេអូក្រោយៗទៀតអរគុណ